ជំងល់មហាជនថៃធ្វើជាជ្រុករាតក្តៅក្រែងថៃប្រកាសក្តាញ់ក្តាញ់ថាកម្ពុជារករៀនអធិបតេយ្យភាពរបស់ខ្លួនចុះហេតុអ្វីពេលកម្ពុជាប្រកាសប្តឹងនិងបបួលទៅតុលាការអន្តរជាតិមិនព្រមទៅវិញឬមួយថៃដឹងថាខ្លួនច្បាស់ជាចាញ់ក្តីកម្ពុជាដោយករណីប្រាសាទព្រះវិហារបន្ទាប់ពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាអះអាងជាថ្មីម្ដងទៀតថារាជរដ្ឋាភិបាលកម្ពុជានឹងលើកយកបញ្ហាប្រាសាទតំបន់ធំប្រាសាទតំបន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីរំលត់និងបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសថៃទោះបីថៃមិនព្រមឡើងទៅតុលាការ ICJ យ៉ាងណាក៏ដោយការបញ្ជាក់ជាថ្មីនិងមើងម៉ាត់របស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានេះហាក់ដូចជាធ្វើឲ្យភាគីថៃជ្រួលច្របល់នឹងឆោឡោមិនស្ទើរនោះឡើយព្រោះគ្រាន់តែអង្គសមាជិករដ្ឋសភានិងប្រសិទ្ធភាពបានឯកភាពគាំទ្រទាំងស្រុងចំពោះយន្តការរបស់រាជរដ្ឋាភិបាលក្នុងសម្លេង182លើ182សម្លេងភាគីថៃសងខាងស្រាប់តែអ្នកនាំពាក្យកងទ័ពជើងកកប្រែជាប្រើពាក្យថាបដិញ្ញាប្រើយន្តការ JBC ដោះស្រាយបញ្ហាប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជាថៃតែមិនទៅតុលាការអន្តរជាតិទៅវិញយោងតាមការផ្សព្វផ្សាយពីសារព័ត៌មានថៃដែលយើងសូមដកស្រង់មកជម្រាបជូនថាគឺនៅថ្ងៃទី2ខែមិថុនាឆ្នាំ2025ផ្ទាល់តែម្ដងឧត្តមសេនីយ៍វិនថៃសុវីរីអ្នកនាំពាក្យកងទ័ពថៃបានបញ្ជាក់ថាបញ្ហាទឹកដី4កន្លែងដែលនៅមិនទាន់មានការឯកភាពខាងព្រំដែននឹងកម្ពុជាចង់ស្នើទៅ ICJ គឺជារឿងខុសគ្នាពីបញ្ហាបច្ចុប្បន្នគឺផ្ដោតលើការរួមរស់ដោយសន្តិភាពនៅតំបន់ដែលមានការទាមទារសិទ្ធិត្រួតស៊ីគ្នានិងនៅមិនទាន់ច្បាស់ជាដែនដីរបស់ភាគីណាជំហានដំបូងភាគីទាំងពីរបានដកថយកងទ័ពចេញពីចំណុចប៉ះទង្គិចនិងប្រើយន្តការ JBC ដើម្បីពិភាក្សាអំពីការបោះបង្គោលព្រំដែនច្បាប់និងកិច្ចព្រមព្រៀងពាក់ព័ន្ធលោកបានលើកឡើងថាកិច្ចព្រមព្រៀងរវាងនាយកឧត្តមសេនីយ៍ផាណាក្លាផតថប់អគ្គមេបញ្ជាការកងទ័ពថៃនិងអគ្គមេបញ្ជាការកងទ័ពកម្ពុជាមានចំណុចស្របគ្នា3 1. ដកកងទ័ពចេញពីតំបន់ប៉ះទង្គិច 2. ប្រើយន្តការ JBC ដើម្បីដោះស្រាយបញ្ហាព្រំដែនសន្ធិសញ្ញានិងការអនុវត្តតាម MOU 3. ប្រុងប្រយ័ត្នដើម្បីជៀសវាងឧបទ្ទវហេតុស្រដៀងគ្នានេះម្ដងទៀតអ្នកនាំពាក្យកងទ័ពជើងកកបានបន្តថាកិច្ចព្រមព្រៀងដែលធ្លាប់អនុវត្តមកដូចជាការគោរពខ្សែបន្ទាត់ព្រំដែនដែលមិនត្រួតស៊ីគ្នាត្រូវបន្តអនុវត្តតំបន់ដែលមានប្រឡាយសម្រាប់ការពារឬការជីករណ្ដៅយុទ្ធសាស្ត្រជាតំបន់ដែលកំពុងបោះបង្គោលព្រំដែនតាមកិច្ចព្រមព្រៀងហាមផ្លាស់ប្ដូរសភាពការភូមិសាស្ត្រឬដាក់កងទ័ពនិងអាវុធបែរមុខទៅភាគីថៃដូច្នេះភាគីទាំងពីរត្រូវរក្សាកិច្ចព្រមព្រៀងនេះមុននឹងប្រើយន្តការផ្សេងតាមរយៈការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពថៃដូច្នេះធ្វើឲ្យមហាជនកាន់តែមានចម្ងល់ថាក្រែងថៃប្រកាសក្តាញ់ក្តាញ់ថាខ្លួនជាជនរងគ្រោះកម្ពុជារំលោភចូលអធិបតេយ្យភាពរបស់ខ្លួនចុះហេតុអ្វីពេលកម្ពុជាបបួលប្តឹងចូលតុលាការអន្តរជាតិ ICJ ភាគីថៃបែរជាមិនហ៊ានហើយបដូរប្រធានបទមកសុំដោះស្រាយគ្នាធ្វើឲ្យភាគីទៅវិញ